បាទខ្ញុំសូមជំរាបសួរបងប្អូនទាំងអស់ជាថ្មីឡើងវិញខ្ញុំជឿថាបងប្អូនពិតជាដឹងថាតើភាពរាលដាលនៃគ្រឿងស្រវឹងជាពិសេសស្រានិងស្រាបៀរមានកម្រិតប៉ុណ្ណានៅក្នុងសង្គមយើងសប្តាហ៍ថ្ងៃស្រាត្រូវបានប្រទះឃើញសឹងថាគ្រប់កន្លែងទាំងអស់ពីព្រោះស្រាជាទូទៅត្រូវបានចាត់ទុកថាជាអ្វីៗដែលមានសារៈសំខាន់អ្វីៗដែលចាំបាច់និងជាអ្វីៗដែលអាចកំដរនិងធ្វើឲ្យគ្រប់បរិយាកាសទាំងអស់សប្បាយរីករាយបើបងប្អូនទៅចូលរួមក្នុងពិធីជប់លៀងបងប្អូននឹងឃើញស្រាទៅចូលរួមក្នុងពិធីមង្គលការបងប្អូននឹងឃើញស្រាចូលឆ្នាំយើងនឹងឃើញស្រាសូម្បីតែចូលរួមក្នុងឱកាសចប់កម្មវិធីសិក្សាក៏ខ្ញុំធ្លាប់ឃើញមានស្រាដែរខ្ញុំជឿថាបងប្អូនពិតជាយល់អំពីចំណុចដែលខ្ញុំបានលើកឡើងនេះជាការពិតហើយដែលស្រាជាភេសជ្ជៈដែលនាំមកនៅការរីករាយនិងការសប្បាយពេលយើងពិសាស្រាយើងច្រើនមានអារម្មណ៍ល្អក៏ប៉ុន្តែថ្លើមយើងអាចរងទុក្ខដោយយើងមិនបានដឹងខ្លួនជួនកាលបងប្អូនយើងខ្លះថែមទាំងរំលឹកខ្ញុំថាលោកគ្រូស្រាបង្កើនសុខភាពបេះដូងយើងក៏ប៉ុន្តែស្រាអាចនាំមកនៅផលវិបត្តិជាច្រើនដល់សុខភាពយើងហើយថែមទាំងអាចនាំមកនៅវិបត្តិក្នុងសង្គមនិងវិបត្តិក្នុងគ្រួសារទៀតផងខ្ញុំធ្លាប់បានឃើញផ្លាកធំលាតសន្ធឹងកាត់ថ្នល់ជាតិនៃប្រទេសយើងចុះផ្សាយពាណិជ្ជកម្មអំពីគ្រឿងស្រវឹងជាពិសេសស្រាបៀរតាមសេចក្តីរាយការណ៍ពី Reporting Asian នៅថ្ងៃទី31ខែឧសភាឆ្នាំ2024ប្រទេសកម្ពុជាយើងជាប់លេខ3ខាងពិសាស្រានៅអាស៊ីអាគ្នេយ៍និងជាប់លេខ1ខាងពិសាស្រាបៀរហើយតាមសេចក្តីរាយការណ៍ពីទំព័រខ្មែរ Times ចុះថ្ងៃទី14ខែមិថុនាឆ្នាំ2024យោងតាម Astute Analytica តម្លៃទីផ្សារនៃស្រាបៀរនៅក្នុងប្រទេសកម្ពុជានាឆ្នាំ2023មានតម្លៃ$1059 លានហើយត្រូវបានគេទស្សន៍ទាយថានឹងកើនឡើងដល់ទៅ$2232.5 លានក្នុងឆ្នាំ2032គឺថាកើនឡើង1ជា2ដូច្នេះយើងពិតជាអាចសន្និដ្ឋានបានថាចំនួនអ្នកពិសាគ្រឿងស្រវឹងនិងស្រាបៀរនៅប្រទេសកម្ពុជាយើងពិតជានឹងកាន់តែកើនឡើងទៅថ្ងៃមុខហើយជំងឺថ្លើមនិងជំងឺទៀតដែលពាក់ព័ន្ធនឹងស្រាក៏នឹងកើនឡើងទៅតាមនោះដែរអ្វីដែលមិនល្អគឺភាគច្រើនអ្នកពិសាស្រាមិនចាត់ទុកខ្លួនឯងថាគាត់មានបញ្ហាជាមួយនឹងស្រាឬក៏ថាគាត់ញៀននឹងស្រាទេសួរថាចុះនៅពេលណាទើបគេចាត់ទុកយើងថាជាអ្នកញៀនស្រាឬក៏ជាស្រាលែងរួចតាមក្បួនពេទ្យនៅសហរដ្ឋអាមេរិកគេមានសំណួរ4សំណួរឲ្យយើងសួរខ្លួនឯងមើលទី1តើយើងធ្លាប់សាកល្បងកាត់បន្ថយស្រាដែរឬទេទី2តើយើងធ្លាប់មួម៉ៅឬក៏ខឹងនឹងអ្នកណាដែលហ៊ានសួរយើងអំពីការពិសាស្រាដែរឬទេទី3តើយើងធ្លាប់មានអារម្មណ៍បន្ទោសខ្លួនឯងអំពីការពិសាស្រាដែរឬទេនិងទី4តើយើងធ្លាប់ហូបស្រាមុននឹងចាប់ផ្ដើមធ្វើការនៅពេលព្រឹកព្រលឹមដែរឬទេបើបងប្អូនឆ្លើយថាធ្លាប់ទៅលើតែ2សំណួរនៃសំណួរទាំង4នេះបានសេចក្តីថាបងប្អូនប្រហែលជាញៀននឹងស្រាហើយជាពិសេសបើបងប្អូនពិសាស្រារាល់ព្រឹកព្រលឹមមុននឹងចេញទៅធ្វើការ
ជាមួយគ្នានោះដែរខ្ញុំធ្លាប់បានលើអ្នកជំងឺខ្ញុំខ្លះប្រាប់មកខ្ញុំថាគាត់មិនពិសាស្រាទេគាត់ពិសាតែស្រាបៀរជាទូទៅភេសជ្ជៈដែលត្រូវចាត់ទុកថាជាស្រាវាមាន3ប្រភេទមួយគឺជាស្រាមែនតែនដែលពាក្យគេហៅថា hard liquor ដូចជាស្រា Hennessy Whisky Vodka និង Tequila ជាដើមទី2គឺជាស្រាធម្មតាដូចជាស្រាសស្រាក្រហមឬក៏ស្រាទំពាំងបាយជូរនិងទី3គឺស្រាបៀរដូចជាសិង្ហាបាយ័នអង្គរនិង Heineken ជាដើមនៅសហរដ្ឋអាមេរិកគេមានកំណត់ជាក់លាក់មួយដែលគេហៅថា one drink ដែលខ្ញុំសូមប្រែជាខ្មែរថា1ដូសអ្វីដែលគេហៅថា1ដូសនេះវាស្មើទៅនឹងស្រាបៀរ1ដបដែលមានចំណុះ12អោនស្រាធម្មតាដែលមានចំណុះ5អោននិងស្រាមែនតែនដែលមានចំណុះ1អោនកន្លះពីព្រោះស្រាបៀរ12អោនស្រាធម្មតា5អោននិងស្រាមែនតែន1អោនកន្លះនេះវាមានជាតិស្រាសុទ្ធដែលពាក្យពេទ្យហៅថា pure alcohol ស្មើគ្នាដូច្នេះស្រាបៀរក៏ជាស្រាដែរបងប្អូនគឺថាมันខុសគ្នាទេសួរថានៅពេលណាទើបគេចាត់ទុកថាការពិសាស្រាថាលើសអនុសាសន៍គេចាត់ទុកអ្នកពិសាស្រាហួសចំណុះកាលណាបើយើងជាស្ត្រីគាត់ពិសាលើស1ដូសក្នុងមួយថ្ងៃហើយបើយើងជាប្រុសវិញកាលណាគាត់ពិសាលើស2ដូសក្នុងមួយថ្ងៃបានសេចក្តីថាបើយើងជាប្រុសហើយពិសាស្រាបៀរលើស2ដបក្នុងមួយថ្ងៃឬក៏បើយើងពិសាស្រាធម្មតាលើស2កែវក្នុងមួយថ្ងៃឬបើយើងពិសាស្រាមែនតែនលើស2ដូសក្នុងមួយថ្ងៃគេនឹងចាត់ទុកយើងថាជាអ្នកពិសាស្រាលើសអនុសាសន៍សួរថាតើស្រាប៉ះពាល់ថ្លើមយើងតាមរបៀបណាមុខងារមួយដ៏សែនសំខាន់របស់ថ្លើមគឺជួយរំលាយខ្លាញ់ប៉ុន្តែពេលយើងញ៉ាំស្រាថ្លើមយើងត្រូវប្រឈមមុខជាមួយនឹងខ្លាញ់ផងនិងស្រាផងបងប្អូនគិតមើលតើថ្លើមយើងត្រូវជ្រើសរើសយកមួយណាទៅតតាំងមុនគេបើបងប្អូនឆ្លើយថាត្រូវតតាំងនឹងស្រាមុនគេបងប្អូនពិតជាត្រូវពីព្រោះស្រាវាមានជាតិពុលដូច្នេះថ្លើមយើងមិនមានពេលទៅរំលាយខ្លាញ់ទេវាធ្វើឲ្យខ្លាញ់ទៅរុំព័ទ្ធថ្លើមយើងបណ្ដាលឲ្យកើតជំងឺខ្លាញ់រុំថ្លើមដែលពាក្យពេទ្យហៅថា fatty liver disease នៅក្នុងដំណាក់កាលនេះវាមិនបណ្ដាលឲ្យយើងមានការឈឺចាប់ឬក៏មានរោគសញ្ញាអ្វីមែនក៏ប៉ុន្តែការខូចខាតនៃថ្លើមរបស់យើងកំពុងតែបានចាប់ផ្ដើមឡើងហើយ90% នៃអ្នកពិសាស្រាច្រើនមានជំងឺខ្លាញ់រុំថ្លើមធ្វើឲ្យថ្លើមយើងផ្លាស់ប្ដូរពណ៌ទៅជាពណ៌លឿងដូចជាពណ៌ខ្លាញ់ខុសពីពណ៌ថ្លើមយើងជាធម្មតាប៉ុន្តែអ្វីដែលល្អនៅក្នុងដំណាក់កាលនេះគឺបើយើងឈប់ញ៉ាំស្រាថ្លើមយើងអាចវិលត្រឡប់ទៅជាធម្មតាវិញបានប៉ុន្តែបើយើងនៅតែបន្តប្រព្រឹត្តស្រាតទៅទៀតខ្លាញ់នៅក្នុងថ្លើមយើងនឹងកាន់តែកើនឡើងហើយទីបំផុតវាធ្វើឲ្យថ្លើមយើងរលាកគឺនៅពេលនេះហើយដែលយើងអាចចាប់ផ្ដើមមានរោគសញ្ញាដូចជាមានអារម្មណ៍នឿយហត់អស់កម្លាំងលែងឃ្លានបាយភ្នែកយើងអាចឡើងលឿងនិងស្បែកយើងក៏អាចឡើងលឿងដែរទាំងនេះវាជាសញ្ញាព្រមានមកលើយើងប៉ុន្តែមនុស្សភាគច្រើននៅតែមិនអើពើដោយគិតថាមិនអីទេ
ទីបំផុតវាអាចវិវត្តទៅដល់ដំណាក់កាលក្រិនថ្លើមដែលឥឡូវនេះថ្លើមយើងគឺថាឡើងដប់លែងរលោងដោយកាលពីនៅធម្មតាហើយថែមទាំងរួមតូចជាងមុនទៀតផងថ្លើមយើងដែលធ្លាប់តែធ្វើការ90ទៅ100%ឥឡូវធ្លាក់ចុះមកនៅបានត្រឹមតែ10ទៅ20%តែប៉ុណ្ណោះបានសេចក្តីថានេះជាដំណាក់កាលដែលថ្លើមយើងលែងអាចវិលត្រឡប់បកថយក្រោយវិញបានហើយបងប្អូនមានដឹងទេថាឈាមហូរចូលទៅក្នុងថ្លើមយើងជាង2000លីត្រក្នុងមួយថ្ងៃជាង2000លីត្របងប្អូនក្នុងមួយថ្ងៃហើយនៅពេលដែលថ្លើមរបស់យើងវាក្រិនហើយរួមតូចឈាមវាលែងអាចហូរចូលទៅក្នុងថ្លើមយើងបានតាមសម្រួលទៀតហើយដែលជាហេតុធ្វើឲ្យឈាមរបស់យើងវាច្រាលថយក្រោយហើយឈាមដែលចោលថយក្រោយនេះគឺថាវាអាចជ្រាបចេញពីសរសៃឈាមទៅធ្វើឲ្យយើងហើមពេញខ្លួនដូចជានៅលើជើងរបស់យើងជាដើមហើយពេលយើងយកចុងម្រាមដៃទៅសង្កត់លើជើងយើងនឹងឃើញថាវាត្រុតចូលទៅក្នុងមិនតែប៉ុណ្ណោះវាថែមទាំងធ្វើឲ្យដក់ទឹកក្នុងពោះធ្វើឲ្យពោះយើងកាន់តែធំឡើងបងប្អូនមានបានសង្កេតឃើញទេអ្នកផឹកស្រាខ្លះមិនគ្រាន់តែមានទឹកពេញក្នុងពោះទេដោះរបស់គាត់ក៏ឡើងធំដែរដែលពាក្យពេទ្យហៅថា gynecomastia រោគសញ្ញាមួយទៀតដែលគេឧស្សាហ៍ឃើញដែរគឺសរសៃក្រហមនៅលើស្បែកជាពិសេសនៅលើទ្រូងរបស់គាត់ដែលមានរាងដូចពីងពាងដែលពាក្យពេទ្យហៅថា spider angioma ជាមួយគ្នានេះដែរឈាមដែលចោលថយក្រោយធ្វើឲ្យសម្ពាធក្នុងសរសៃឈាមនេះឡើងខ្ពស់ដែលទីបំផុតធ្វើឲ្យសរសៃឈាមរបស់យើងនៅក្នុងបំពង់អាហារនិងនៅក្នុងកាពះឡើងប៉ោងរវីមហើយអាចបែកធ្លាយបណ្ដាលឲ្យយើងអាចក្អួតឈាមស្រស់តាមមាត់និងជួនកាលធ្លាក់ឈាមតាមទ្វារលាមកតម្រូវឲ្យយើងទៅមន្ទីរសង្គ្រោះអាសន្នភ្លាមម្យ៉ាងទៀតបើឈាមមិនបានហូរចូលទៅក្នុងថ្លើមយើងដោយធម្មតាទេជាលទ្ធផលជាតិពុលដែលជាធម្មតាត្រូវបានច្រោះចេញដោយថ្លើមនិងស្ថិតនៅក្នុងចរន្តឈាមយើងរួចចូលទៅក្នុងខួរក្បាលយើងដែលបណ្ដាលឲ្យមានការប៉ះពាល់ដល់ស្មារតីរបស់យើងធ្វើឲ្យយើងវង្វេងជួនកាលថែមទាំងធ្វើឲ្យយើងសន្លប់បាត់ស្មារតីក៏មានដែលពាក្យពេទ្យហៅថា hepatic encephalopathy បងប្អូនខ្លះប្រាប់មកខ្ញុំវិញថាលោកគ្រូអើយខ្ញុំឃើញមនុស្សជាច្រើនដែលពិសាស្រាច្រើនប៉ុន្តែមិនឃើញមានជំងឺថ្លើមអីផងបាទជាការប៉ុណ្ណាហើយដែលហានិភ័យនៃជំងឺថ្លើមពាក់ព័ន្ធទៅនឹងកម្រិតនៃស្រាដែលយើងពិសាបានន័យថាពិសាស្រាកាន់តែច្រើនហានិភ័យនៃជំងឺថ្លើមក៏មានកាន់តែច្រើនដែរក៏ប៉ុន្តែនេះមិនមែនបានសេចក្តីថាអ្នកដែលប្រព្រឹត្តស្រាទាំងអស់នឹងកើតជំងឺថ្លើមនេះទេប៉ុន្មានហើយថាក្នុងចំណោមអ្នកផឹកស្រាច្រើន90% មានខ្លាញ់រោមថ្លើមប៉ុន្តែមានតែ35% នៃអ្នកប្រព្រឹត្តស្រាច្រើនទេដែលមានជំងឺរលាកថ្លើមហើយមានតែ20% នៃអ្នកប្រព្រឹត្តស្រាច្រើនទេដែលកើតជំងឺក្រិនថ្លើម20% បានន័យថាក្នុងចំណោមមនុស្ស5នាក់ដែលពិសាស្រាច្រើនមានម្នាក់នឹងកើតជំងឺក្រិនថ្លើម
ខ្ញុំសូមសួរបងប្អូនមើលតើយើងហ៊ានបើកឡានយើងទេពេលគេធ្វើហ្វ្រាំងឡានយើងឲ្យរួចហើយអ្នកដែលធ្វើឡានប្រាប់មកយើងថាពេលជន់ហ្វ្រាំងឡាននេះ5ដងមានតែម្ដងទេពេលជន់ទៅហ្វ្រាំងនេះវាមិនស៊ីខ្ញុំជឿថាគ្មាននរណានឹងហ៊ានបើកឡាននេះទេសួរថាហេតុអ្វីបានជាលេខ 20% នេះវាសំខាន់ម្ល៉េះចម្លើយគឺពីព្រោះ 20% នៃថ្លើមក្រិននេះជាករណីដែលយើងអាចជៀសវាងបានដូច្នេះយើងគួរកម្រងចាំដល់ពេលយើងមានរោគសញ្ញាក្រិនថ្លើមទើបចាប់ផ្ដើមកែប្រែពីព្រោះពេលនោះថ្លើមរបស់យើងប្រហែលជាមិនផ្ដល់ឱកាសឲ្យយើងជាលើកទី2ទេសូមអរគុណនិងសូមជម្រាបលាបាទ